នេះគឺជាមហូបពេលផឹករបស់ខ្ញុំនៅពេលម៉ោង10ព្រឹកទៅតធ្វើការហើយអញ្ចឹងក៏ឆ្លៀតមកញ៉ាំហើយអត់មានបាយអត់មានកាទៀវទេចាម៉ាក់ក្មេងខ្ញុំក៏បានមូណែមឲ្យខ្ញុំញ៉ាំអញ្ចឹងញ៉ាំទាំងអស់គ្នាសម្រាប់ណែមនេះគឺថាមួយហ្នឹងកូននឹងជា2ដោយសារតែរៀងធំជាងមាត់ខ្ញុំទៀតចាហើយអត់មានដាក់នំបញ្ចុកទេណាគឺដាក់ជាមួយនឹងអីគេហៅខ្ញុំភ្លេចឈ្មោះបាត់ហើយតែមិនមែននំបញ្ចុកទេហើយមាននឹងបកាហើយនឹងសាច់ជ្រូក3ជាន់ហើយនឹងបន្លែរៀងច្រើនហើយខ្ញុំញ៉ាំបន្លែផ្ទាប់នឹងខាងក្រៅទៀតហើយសម្រាប់ទឹកជ្រលក់គឺមានទឹកត្រីកោះកុងហើយនឹងអាទឹកសៀងដូចស្ដែកហ្នឹងណាចាហើយខ្ញុំញ៉ាំម្ដងគឺ3គួងហ្នឹងហ្មងហើយគ្រាន់តែញ៉ាំហើយគឺឆ្អែតសឹងដល់ពេញមួយថ្ងៃវាល្ងាចមកព្រោះសារវារៀងធំហើយមានតាំងពីប៉ាតេហើយមានដាក់អាស្លឹកគូឆាយហ្នឹងក៏ឆ្ងាញ់ដែរនិយាយទៅបន្លែច្រើនគឺឆ្ងាញ់ហ្មងខ្ញុំយកមក3ប៉ុន្តែញ៉ាំបានតែអស់តែ2ដោយសារតែវារៀងធំហើយបងប្អូនភាគច្រើនហៅឈ្មោះម្ហូបហ្នឹងគេហៅម៉េចមូណែមឬមួយក៏មូគួងអានេះខ្ញុំប្រៀបធៀបឲ្យបងប្អូនមើលគេថាធំសាហាវហ្មង